ការស្រឡាញ់រាប់អានដោយមិនប្រកាន់នៅពូជសាសន៍ពណ៌សម្បុរបើកបេះដូងឲ្យទលាយទទួលយកការរាប់អានគ្នាទៅវិញទៅមកបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់បាទថ្ងៃនេះមករំលឹកនៅវីដេអូចាស់ដែលខ្ញុំនិងកូនប្រុសខ្ញុំទៅចូលរួមនៅក្នុងកម្មវិធីមង្គលការបងប្អូនកាលពីលើកមុននៅខណ្ឌព្រែកភ្នៅពុកម៉ែបងប្អូនណាបាទហើយសម្រាប់កលេចទៅមើលកូនប្រុសនិងក្មួយស្រីរបស់ខ្ញុំវិញកំពុងតែសប្បាយរីករាយក្នុងការជិះតូងលេងនៅក្នុងសួនកំសាន្តក្នុងបុរី ONC បាទពុកម៉ែបងប្អូនបាទបានថាការស្រឡាញ់រាប់អានគឺយើងបង្ហាញនៅមនោសញ្ចេតនាបាទរវាងបងប្អូនក៏ដូចជាមិត្តភ័ក្តិជាពិសេសគឺភាពស្មោះត្រង់បាទដែលជាគោលការណ៍ដ៏សំខាន់បំផុតពុកម៉ែបងប្អូនណាសម្រាប់មនុស្សយើងម្នាក់គ្មានអ្វីថ្លៃថ្នូរជាងភាពស្មោះត្រង់នោះទេការស្រឡាញ់បើយើងរាប់អានគេមើលឃើញតែពីប្រយោជន៍ផ្ទាល់ខ្លួនបាទគឺការរាប់អាននោះវាមិនបានយូរអង្វែងទេពុកម៉ែបងប្អូនណាបាទដូច្នេះហើយការស្រឡាញ់និងការឲ្យតម្លៃគ្នាគឺសំខាន់បំផុតគឺភាពស្មោះត្រង់នឹងហើយបាទភាពស្មោះត្រង់ទោះយើងទៅរស់នៅទីណាក៏ដោយពុកម៉ែបងប្អូនណាគឺវាមិនសាបសូន្យទេគឺមានតែគេចូលចិត្តនិងអាណិតស្រឡាញ់ពុកម៉ែបងប្អូនណាបាទដូច្នេះក្នុងនាមយើងជាឪពុកម្ដាយយើងត្រូវតែបង្រៀនកូនឲ្យមានភាពស្មោះត្រង់ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនយើងជាពិសេសសង្គមយើងពុកម៉ែបងប្អូនណាដើម្បីឲ្យគាត់ធ្វើជាមនុស្សល្អបាទដែលពោពេញទៅដោយនៅសិលធម៌ក្នុងខ្លួនពុកម៉ែបងប្អូនសម្រាប់សិលធម៌ក៏ជាមួយផ្នែកដែលធំហើយនិងសំខាន់ណាស់ដែរពុកម៉ែបងប្អូនមនុស្សយើងខ្ញុំប្រាប់កូនថាបើសិនជាយើងខ្វះទ្រព្យក៏ខ្វះចោះបើយើងរៀនបានខ្ពង់ខ្ពស់ក៏ហើយទៅចោះតែសំខាន់អ្វីដែលសំខាន់នោះគឺសិលធម៌បាទក្នុងការរស់នៅសិលធម៌គឺសំខាន់ហើយក៏ជាចំណុចមួយដែលមនុស្សយើងគ្រប់គ្នាគួរត្រូវតែប្រកាន់ភ្ជាប់នៅសិលធម៌នេះហើយបាទដូច្នេះគ្មានអ្វីថ្លៃថ្នូរជាងសិលធម៌សុជីវធម៌និងគុណធម៌ទេធ្វើជាមនុស្សយើងត្រូវតែមានភាពស្មោះត្រង់ក៏ដូចជាសិលធម៌ក្នុងខ្លួនដូច្នេះក្នុងនាមយើងជាឪពុកម្ដាយយើងត្រូវតែផ្ដល់ក្តីស្រឡាញ់និងភាពទំនាក់ទំនងរវាងកូនជាមួយយើងឲ្យបានច្រើនជាពិសេសបង្កើតភាពស្និទ្ធស្នាលការដើរលេងនិងហើយការដើរលំហែកម្សាន្តតាមអ្វីដែលយើងអាចធ្វើទៅបានពុកម៉ែបងប្អូនណាបាទដូច្នេះមិនថាមនុស្សសត្វទេគឺត្រូវការក្តីស្រឡាញ់ច្រើនពីមនុស្សនៅជុំវិញខ្លួនបាទសូមអភ័យទោសផងដែរពុកម៉ែបងប្អូនបើសិននិយាយទៅមានការខុសឆ្គងដូច្នេះសូមពុកម៉ែបងប្អូនខន្តីអភ័យទោសបាទចុងក្រោយសូមជូនពរពុកម៉ែបងប្អូនមានសុភមង្គលគ្រប់ក្រុមគ្រួសារជម្រាបលាបាយបាយ